តម្លៃមាសងើបឡើងវិញបន្តិចហើយក្រោយទិន្នន័យ PPI ចេញនៅក្នុងជប់មិញអរុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំមកធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី16ខែកក្កដាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទនៅក្នុងយប់មិញនេះផងដែរតម្លៃមាសបានធ្វើការងើបឡើងវិញបន្តិចហើយក្រោយទិន្នន័យ PPI ចេញមកទាបជាងការរំពឹងទុកហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនៅក្នុងព្រឹកនេះគឺមាសស្ថិតនៅក្នុងតម្លៃ$4060ក្នុង1អោនហើយបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$4891ក្នុង1តម្លឹងឬស្មើនឹង$489ក្នុង1ជីផងដែរបងប្អូនអរគ្នាចំណែកឯប្រាក់វិញប្រាក់នៅក្នុងព្រឹកនេះគឺស្ថិតនៅក្នុងតម្លៃ$57ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$68ក្នុង1តម្លឹងឬស្មើនឹង$6.8ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$1831ក្នុង1គីឡូក្រាមផងដែរបាទយើងចាំមកតាមដានថាតើនៅក្នុងថ្ងៃនេះតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែបន្តធ្វើការហក់ឡើងបន្តទៀតឬក៏មានការធ្លាក់ចុះមកវិញឬក៏មានការផ្លាស់ទីជាលក្ខណៈ sideways បន្តទៀតហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអរគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះសូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់ឬក៏ការយល់ឃើញបែបណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាទ